អ្នកដែលឆ្លាតជាងគេនៅក្នុងបន្ទប់ពិតមែនហើយមើលទៅប្រវត្តិសាស្ត្រមិនបានកំណត់ថាអេកូឡាអាចក្លាយទៅជាអ្នកដែលមានអំណាចក្នុងទសវត្សរ៍ឆ្នាំ90ឡើយហើយក៏គ្មាននរណាផ្សេងពីនេះដែរដូចគ្នានឹងគេហៅនឹងក្រៅពី Kenneth Lay និង Jennifer Scaling អ្នកដឹកនាំក្រុមហ៊ុន Enron ដែរ Ken Lay ជាអ្នកបង្កើតជាប្រធាននិងជា CEO នៃក្រុមហ៊ុនបានចាត់ទុកខ្លួនគេជាអ្នកដែលមានចក្ខុវិស័យខ្ពស់បំផុតយោងទៅតាមអ្នកស្រី Ben Tony McLean និងលោក Peter Khan អ្នកនិពន្ធសៀវភៅអ្នកដែលឆ្លាតជាងគេបំផុតនៅក្នុងបន្ទប់ The Smartest Guy in the Room បានប្រាប់ថាលេងមិនឲ្យតម្លៃអ្នកដែលខំជួយយឹតយោងក្រុមហ៊ុនឡើយគេហាក់មើលងាយអ្នកទាំងនោះបីដូចជាស្ដេចមើលងាយខ្ញុំបម្រើយ៉ាងដូចនេះគេមើលងាយលោក Rick Kinder នាយកក្រុមហ៊ុន President Enron ដែលត្រៀមតែប្រយុទ្ធទៅមុខនឹងព្យាបាលធ្វើយ៉ាងណាឲ្យក្រុមហ៊ុនអាចរកប្រាក់ចំណូលទៅតាមការកំណត់បាន Candor គឺជាបុគ្គលដែលបានធ្វើឲ្យរបៀបរស់នៅដោយស្ដេចរបស់លេអាចកើតមានឡើង Candor ក៏ជាបុគ្គលដែលឈរនៅលំដាប់កំពូលតែម្នាក់គត់ដែលតែងតែក្រើនរំលឹកថាតើពួកគេកំពុងតែឆ្លក់វង្វេងនឹងខ្លួនឯងដែរឬក៏អត់គាត់សួរថាតើយើងកំពុងតែសម្លាប់ខ្លួនឯងឬទេគាត់នៅសល់ពេលកាន់តំណែងមិនយូរទៀតទេប៉ុន្តែគាត់បានប្រើប្រាស់វិធីសាស្ត្រដ៏ឈ្លាសវៃនិងមានហេតុផលដោយពេលដែលគាត់ចាកចេញទៅគាត់បានរៀបចំទំនិញទ្រព្យ Enroll មួយដែលមានតម្លៃជានិរន្តរ៍នោះគឺបំពង់ទុយោថាមពលជាទ្រព្យដែល Enroll មិនដែលនឹងយកភ្នែកមើលនៅក្នុងឆ្នាំ2003ក្រុមហ៊ុនរបស់ Candor មានតម្លៃលើទីផ្សារចំនួន$7,000 លានស្របពេលដែលលេត្រូវបានគេគ្រប់គ្រងដោយទស្សនៈងប់ងល់ចំពោះខ្លួនឯងនិងសេចក្តីប្រាថ្នាដែលគេចង់ធ្វើដូចជាស្ដេចនោះគេចង់ឲ្យអ្នកដទៃមើលមកគេថាគេជាមនុស្សល្អនិងមានគតិបណ្ឌិតជាមួយនឹងជំនឿថាគេគួរឲ្យគោរពនិងមានភាពថ្លៃថ្នូរផងដែរស្របពេលដែល Enroll ជញ្ជក់ឈាមជនរងគ្រោះរបស់គេយ៉ាងសប្បាយដៃនោះគេបានផ្ញើសារទៅកាន់បុគ្គលិកទាំងឡាយភាពគ្មានមេត្តាភាពសាហាវយង់ឃ្នងនិងភាពក្រអឺតក្រទមមិនអនុញ្ញាតឲ្យមាននៅទីនេះទេយើងធ្វើការជាមួយនឹងអតិថិជនដោយបើកចំហនិងសច្ចៈទៀងត្រង់បើតាមអ៊ីកូឡានិងអ្នកដទៃទៀតការយកឃើញរបស់ពួកគេជាពិសេសគឺ Wall Street គឺមានសារៈសំខាន់ណាស់ប៉ុន្តែការពិតគេធ្វើមិនបានដូចនោះទេដូចគ្នានឹងលេគឺមាន Jeff Skilling ដែលជាបុគ្គលម្នាក់ជោគជ័យជាង Rich Kander ទៅទៀតគេគឺជា President និងជានាយកផ្នែកប្រតិបត្តិ Chief Operation Officer ហើយក្រោយមកក៏ក្លាយទៅជា CEO Skilling មិនត្រឹមតែឆ្លាតធម្មតាទេអាចនិយាយបានថាគេគឺជាមនុស្សដែលឆ្លាតជាងគេបំផុតដែលខ្ញុំធ្លាប់ជួបនិងមានប្រាជ្ញាអស្ចារ្យតែយ៉ាងណាមិញគេមិនបានប្រើប្រាស់កម្លាំងខួរក្បាលរបស់គេដើម្បីរៀនទេតែដើម្បីគំរាមកំហែងទៅវិញនៅពេលដែលគេគិតថាគេឆ្លាតជាងអ្នកដទៃសឹងតែគ្រប់ពេលគឺគេបានប្រព្រឹត្តជាមួយពួកគេយ៉ាងឃោរឃៅហើយអ្នកដែលមិនយល់ស្របជាមួយនឹងគេគឺជាមនុស្សដែលមិនឆ្លាតព្រោះតាមគេមិនទាន់នៅពេលដែលសហនាយកប្រតិបត្តិ Co-CEO ដែលមានជំនាញគ្រប់គ្រងដ៏ពូកែបានចូលមកជួយ Skilling កំឡុងពេលដែលពិបាកបំផុតនៅក្នុងជីវិតរបស់គេបានធ្វើរឹកពីឆ្មើងឆ្ងាយមើលងាយគាត់ដោយបង្គាប់គាត់ថា Ron នៅស្ទើរណាស់មិននឹងយល់ពីអ្វីដែលខ្ញុំនិយាយទៅនៅពេលដែលអ្នកវិភាគហិរញ្ញវត្ថុឬអ្នកជំនួញ Wall Street បានព្យាយាមសង្កត់ឲ្យ Skilling ពន្យល់ឲ្យច្បាស់បន្តិចទៅលើការពន្យល់បែបថើថើរបស់គេ Skilling ក៏សម្ដែងចេញមកប្រៀបដូចជាថាពួកគេនោះគឺជាមនុស្សណាស់អញ្ចឹងគេធ្វើជាត្អូញថាអូលោកអើយវាងាយស្រួលណាស់ហេតុអ្វីក៏អ្នកទាំងអស់នោះមិនយល់អញ្ចឹងភាគច្រើនអ្នកដែលមកពី Wall Street ខកខ្វល់ពីរូបភាពនៃភាពឆ្លៀសវៃរបស់គេណាដូច្នេះពួកគេក៏ធ្វើពុតជាពួកគេយល់ហើយដោយសារដោយជាអ្នកមានទេពកោសល្យអំពីកំណើត Skilling មានជំនឿយ៉ាងមុតមាំទៅលើគំនិតរបស់គេមានការគោរពឲ្យតម្លៃខ្លាំងចំពោះគំនិតរបស់គេដែលជឿជាក់ថាក្រុមហ៊ុន Enroll អាចចំណេញបានលុះត្រាតែគេឬមនុស្សរបស់គេឃើញគំនិតដែលអាចរកប្រាក់ចំណេញបានច្រើនហើយគ្មាននរណាដែលអាចធ្វើរឿងនេះបានក្រៅពីពួកគេឡើយនេះគឺជាការពង្រីកមូលវិវត្តនៃផ្នត់គំនិតមិនទេគេពោលថាភាពប៉ិនប្រសប់របស់ខ្ញុំមិនត្រឹមតែអាចកំណត់និយមន័យថាខ្ញុំគឺជាមនុស្សបែបណាប៉ុណ្ណោះទេថែមទាំងបញ្ជាក់ថាខ្ញុំមានសមត្ថភាពពិតប្រាកដទៀតផងវាបានបង្ហាញពីភាពរីកចម្រើននៃក្រុមហ៊ុនទាំងមូលហើយវាក៏បានបង្កើនតម្លៃឲ្យយើង
ទេពកោសល្យដ៏មហិមារបស់ខ្ញុំគឺជាផលចំណេញជាខ្លាំងសម្រាប់យើងទាំងអស់គ្នាពិតជាអស្ចារ្យមែនការពិត Enroll ប្រតិបត្តិការដោយរបៀបនោះយោងទៅតាមសេចក្តីរាយការណ៍របស់ McLean និង Elkhorn បានឲ្យដឹងថា Enroll ធ្លាប់រកបានប្រាក់ចំណេញដែលមានចំនួនរាប់ពាន់លានដុល្លារក្នុងជីវកម្មមុនពេលដែលគេធ្លាក់ប្រាក់ចំណូលមកសល់ត្រឹមតែ1សេននាពេលបច្ចុប្បន្ននេះជាការពិតណាស់ក្រៅពីភាពច្នៃប្រឌិតរបស់បុគ្គលិកគ្មាននរណាមិនគិតអំពីបញ្ហាផ្សេងទៀតនោះទេគ្មាននរណាខ្វល់ខ្វាយរឿងក្រុមហ៊ុនដំណើរការទៅមុខឬក៏អត់បើបែបនេះតើទៅសួររកប្រាក់ចំណេញពីណាមកបើសិនបើទេពកោសល្យដ៏មហិមាមានតម្លៃស្មើនឹងប្រាក់ចំណេញនោះវាគ្មានបញ្ហាអ្វីទេតែមនុស្សនៅក្នុងក្រុមហ៊ុន Enroll ពេលខ្លះចំណាយប្រាក់រាប់លានដុល្លារប្រកួតប្រជែងនឹងគ្នាឯង Amanda Martin ជាអ្នកផ្នែកប្រតិបត្តិការបាននិយាយការបោកប្រាស់ទៅលើមនុស្សរបស់អ្នកគឺជាសញ្ញានៃភាពច្នៃប្រឌិតនិងអស្ចារ្យ Skillin មិនត្រឹមតែគិតថាខ្លួនគេឆ្លាតជាងអ្នកដទៃនោះទេគឺដូចជា Egola អញ្ចឹងគេគិតថាគេគឺមានសំណាងផងដែរយោងទៅតាមអ្នកធ្វើការនៅក្នុងនោះបានឲ្យដឹងថាគេគិតថាគេអាចធ្វើរឿងអភិនិហารឲ្យបានហេតុអីក៏គេត្រូវជឿចាប់ទៅនឹងរឿងក្រុមហ៊ុនដួលនោះគេមិនបានធ្វើខុសអីផងនឹង Skilling នៅតែមិនសារភាពថាគេបានធ្វើខុសអ្វីឡើយមកពីពិភពលោកនេះមិនយល់ពីគេនៅពេលដែលអ្នកមានទេពកោសល្យអស្ចារ្យពីអ្នកជួបគ្នាអ្នកមានទេពកោសល្យអំពីកំណត់ប្រមាណអ្នកស្ទើរតែធ្វើឲ្យក្រុមហ៊ុន AOL និង Time Warner ដួលរលំទៅហើយ Steve Case មកពីក្រុមហ៊ុន Jerry Lewin មកពី Time Warner គឺជា CEO ដែលមានប្រតិបត្តិដែលពួកគេបានរួមក្រុមហ៊ុនទាំងពីរបញ្ចូលគ្នាតើអ្នកអាចស្មានបានទេថានឹងមានរឿងអ្វីដែលកើតឡើងអឺ Kel និង Lewis មានលក្ខណៈដូចគ្នាច្រើនពួកគេទាំងពីរបានបង្កើតរស្មីនៃភាពឆ្លៀសវៃដ៏មហិមាពួកគេទាំងពីរព្យាយាមកម្លាអ្នករកគ្នាដោយភាពឆ្លៀសវៃរបស់គេហើយពួកគេទាំងពីរនេះផងដែរក៏ត្រូវបានគេដឹងថាគឺជាបុគ្គលដែលយកមុខយកមាត់លើសពីអ្វីដែលគេសមនឹងទទួលយកដោយសារតែគេគឺជាមនុស្សអច្ឆរិយៈពីធម្មតាគ្មាននរណាម្នាក់នៅក្នុងចំណោមពួកគេចង់ស្ដាប់ពាក្យរិះគន់នោះទេហើយគេក៏ត្រៀមខ្លួនរួចជាស្រេចនៅក្នុងការបញ្ឈប់បុគ្គលិកណាដែលមិនមែនជាគ្នារបស់គេគឺបុគ្គលដែលមិនបានធ្វើតាមអ្វីដែលពួកគេបានកំណត់នៅពេលដែលគ្មានការរួមបញ្ចូលគ្នាបានចាប់ផ្ដើមនៅពេលដែលការរួមបញ្ចូលគ្នាបានចាប់ផ្ដើមហើយ AOL បានជំពាក់បំណុលគេយ៉ាងច្រើនដែលធ្វើឲ្យក្រុមហ៊ុនពួកគេដើរទៅរកភាពរលំរលាយអ្នកអាចគិតថា CEO ទាំងពីរប្រកាសជាខំប្រឹងរកមធ្យោបាយទប់ស្កាត់ប្រម៉ែប្រមូលធនធានទាំងប៉ុន្មានរបស់ពួកគេដើម្បីជួយសង្គ្រោះក្រុមហ៊ុនដែលពួកគេបានបង្កើតឡើងវិញតែវាមិនដូច្នេះទេ Lewin និង Kel បែរជាប្រទាក់ប្រទងគ្នាដើម្បីអំណាចផ្ទាល់ខ្លួនទៅវិញ Lewin គឺជាអ្នកដួលមុនប៉ុន្តែ Kel នៅតែមិនព្យាយាមដោះស្រាយបញ្ហាឡើយជាក់ស្ដែងនៅពេលដែល CEO ថ្មីលោក Richard Parson បានបញ្ជូនបុគ្គលិកម្នាក់ដើម្បីទៅកែសម្រួល AOL ឡើងវិញ Kel បានធ្វើការជំទាស់ប្រសិនបើម្នាក់នោះកែខៃ AOL ឲ្យបានល្អប្រសើរគេនោះនឹងបាត់មុខមាត់ជាមិនខានដូចទៅនឹង Eagle អញ្ចឹងដែរគេសុខចិត្តឲ្យក្រុមហ៊ុនដួលរលំប្រសើរជាងឲ្យអ្នកថ្មីគ្រប់គ្រងរាជជាស្រេចនៅពេលដែលគេត្រូវបានគេស្នើសុំឲ្យដាក់ពាក្យលាឈប់គេខឹងជាខ្លាំងដោយ Eagle អញ្ចឹងគេបានបដិសេធចោលរាល់ទំនួលខុសត្រូវលើបញ្ហារបស់ក្រុមហ៊ុនហើយបានសន្យាថានឹងសងសឹកទៅវិញចំពោះអ្នកដែលប្រឆាំងនឹងគេព្រោះតែការមានទេពកោសល្យអំពីកំណើតធ្វើឲ្យក្រុមហ៊ុន AOL និង Time Warner បានបញ្ចប់ត្រឹមឆ្នាំ2002ដោយខាតបង់អស់ទឹកប្រាក់ប្រមាណជិត100,000លានដុល្លារវាគឺជាការបាត់បង់ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់អាមេរិកការមិនចេះឈឺការមិនចេះចាញ់និងកិត្តិស័ព្ទ Ecola Dunlap Lake និង Scaling Kel និង Lewis បានបង្ហាញឲ្យឃើញថាតើមានអ្វីកើតឡើងនៅពេលដែលបុគ្គលមានផ្នត់គំនិតថេរត្រូវបានគេដាក់ឲ្យគ្រប់គ្រងលើក្រុមហ៊ុននៅក្នុងករណីនីមួយៗមនុស្សដ៏អស្ចារ្យបានដាក់ក្រុមហ៊ុនរបស់គេទៅក្នុងគ្រោះមហន្តរាយដោយសារតែការចង់បង្អួតពីខ្លួននិងទ្រព្យសម្បត្តិរបស់ខ្លួនជាងអ្វីៗទាំងអស់នៅក្នុងញាណធម្មតាពួកគេមិនមែនជាបិសាចទេតែមិនបានតាំងចិត្តបង្កគ្រោះថ្នាក់អ្វីឡើយប៉ុន្តែនៅក្នុងការសម្រេចចិត្តធំៗពួកគេសម្រេចយកជំរើសណាដែលធ្វើឲ្យគេមានអារម្មណ៍ល្អនិងមើលទៅលយជាងអ្វីដែលអាចមានប្រយោជន៍ទៅដល់គោលដៅអាជីវកម្មរយៈពេលវែងចំពោះពួកគេការបន្ទោសទៅលើអ្នកដទៃការលាក់បាំងកំហុស
ការបំផង់តម្លៃស្តុកភាគហ៊ុនការប៉ះទង្គិចខ្លាំងជាមួយនឹងដៃគូប្រកួតប្រជែងនិងអ្នករិះគន់ទាំងឡាយការជេរស្ដីអ្នកដែលមានឋានៈទាបជាងខ្លួនទាំងនេះគឺជាទម្រង់ប្រតិបត្តិការដ៏គ្មានស្តង់ដារអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺខណៈពេលដែលពួកគេដឹកនាំក្រុមហ៊ុនរបស់គេដើរធ្លាក់ជ្រោះនោះអ្នកដឹកនាំទាំងនេះមិនឈឺចាប់ហើយក៏មិនគិតថាខ្លួនចាញ់ដែរនៅក្នុងករណីភាគច្រើនពួកគេនៅក្នុងឧស្សាហកម្មប្រកួតប្រជែងដ៏ធំប្រឈមមុខទៅនឹងការវាយប្រហារពីកណ្ដាប់ដៃរបស់គូប្រកួតប៉ុន្តែពួកគេរស់នៅក្នុងការពិតដែលខុសពីនេះវាគឺជាពិភពលោកដែលអស្ចារ្យនិងកិត្តិស័ព្ទរបស់បុគ្គល Kenneth Lay ទទួលអារម្មណ៍ពីញាណដ៏មានថាមពលនៃកិត្តិស័ព្ទបើទោះបីជាគេទទួលបានទឹកប្រាក់ពី Enroll ត្រឡប់មកវិញរាប់លានដុល្លារនៅក្នុងមួយឆ្នាំក៏ដោយគេបានខ្ចីបុលទ័ពខ្លួនពីក្រុមហ៊ុននៅក្នុងជំនួយជាច្រើនគេបានផ្ដល់ការងារនិងកងត្រាទៅដល់ញាតិបងប្អូនហើយថែមទាំងបានប្រើប្រាស់យន្តហោះរបស់ក្រុមហ៊ុនជាកម្មសិទ្ធិរបស់គ្រួសារទៀតផងទោះបីជានៅក្នុងអំឡុងពេលឆ្នាំដែលក្រុមហ៊ុន Chrysler ជួបទៅនឹងរឿងមិនល្អក៏ដោយEcolaនៅតែហ៊ានចំណាយប្រាក់ខ្ជះខ្ជាយទៅលើពិធីជប់លៀងបុណ្យគ្រីស្មាស់ដើម្បីបង្អួតពីភាពហ៊ឺហារបស់ក្រុមហ៊ុនគេទៀតជារៀងរាល់ពិធីជប់លៀងក្នុងនាមជាស្ដេចគេបានជូនកាដូដ៏ថ្លៃមួយដល់ខ្លួនឯងដែលតម្រូវឲ្យអ្នកផ្នែកប្រតិបត្តិការចេញប្រាក់ជាក្រោយនិយាយពីអ្នកប្រតិបត្តិការនៅ AOL វិញមន្ត្រីផ្នែកម្នាក់បាននិយាយថាគាត់នោះគឺជាមនុស្សដែលគិតថាខ្លួនមានសិទ្ធិគ្រប់យ៉ាងទាំងអស់ដោយសារតែអ្នកដឹកនាំទាំងនេះបានដាក់ខ្លួនគេចូលទៅក្នុងអន្ទាក់នៃភាពជាស្ដេចគេបានប្រមូលផ្ដុំទុកនៅជុំវិញខ្លួនគេក៏សុទ្ធតែជាអ្នកលើកជើងអ្នកបញ្ចូលនិងសរសើរពីគុណសម្បត្តិរបស់គេហើយមិនចេះរិះគន់ពួកគេវាមិនចម្លែកទេដែលពួកគេមានអារម្មណ៍ថាមិនចេះចាញ់នោះផ្នត់គំនិតរបស់គេបានបង្កើតអាណាចក្រវេទមន្តដែលបង្ហាញឲ្យឃើញមិនឈប់ឈរអំពីភាពឆ្លៀវវៃនិងល្អឥតខ្ចោះរបស់ស្ដេចត្រាញ់ជាមួយនឹងផ្នត់គំនិតនេះពួកគេពេញចិត្តទៅនឹងវាជាខ្លាំងរឿងអីពួកគេនឹងត្រូវឈានជើងចេញពីអាណាចក្រនោះហើយប្រឈមមុខទៅនឹងការពិតដែលអាក្រក់នៃមនុស្សបរាជ័យទៅវិញបើតាមលោក Morgan McCall បានបង្ហាញនៅក្នុងសៀវភៅរបស់លោក High Flyer ថាជាអកុសលមនុស្សតែងតែធ្វើកិច្ចការអ្វីដែលនាំឲ្យខ្លួនមិនរីកចម្រើនមនុស្សចូលចិត្តធ្វើអ្វីមួយហើយចង់ទទួលបានលទ្ធផលគាត់ប្រសើរភ្លាមតែគេមិនខំអភិវឌ្ឍជំនាញទាំងឡាយណាដែលគេនឹងត្រូវការនាថ្ងៃខាងមុខទេមនុស្សចូលចិត្តជឿថាខ្លួនល្អដូចអ្វីដែលអ្នកដទៃនិយាយតែមិនជឿថាខ្លួនមានចំណុចខ្សោយដូចតែគេនិយាយទេមនុស្សមិនចូលចិត្តស្ដាប់ដំណឹងអាក្រក់ឬទទួលពាក្យរិះគន់ឡើយហើយចំពោះគេវាគឺជាការប្រថុយប្រថានដ៏ធំសម្បើមនៅក្នុងការចាក់ចេញពីអ្វីដែលគេបានធ្វើបានល្អរួចហើយប្ដូរទៅធ្វើអ្វីមួយថ្មីវិញចំពោះផ្នត់គំនិតទេវាកាន់តែប្រថុយប្រថានខ្លាំងទៅទៀតចៅហ្វាយដ៏ព្រៃផ្សៃ Michael បានបន្តបញ្ជាក់ថានៅពេលដែលអ្នកដឹកនាំយល់ថាខ្លួនពិសេសជាងគេពីកំណើតពួកគេអាចនឹងមានជំនឿថាតម្រូវការឬអារម្មណ៍របស់អ្នកដែលមិនពិសេសដូចខ្លួនគឺមិនសំខាន់ឡើយគ្មានអ្នកដឹកនាំដែលមានប្រតិបត្តិទេរូបណាដែលខ្វល់ខ្វាយអំពីអ្នកទូទាមនោះទេហើយពួកគេគឺជាច្រើនបានមើលងាយជាខ្លាំងទៅកាន់អ្នកនៅក្រោមបង្គាប់របស់ពួកគេទៅតាមឋានៈក្នុងក្រុមហ៊ុនតើវានឹងទៅជាយ៉ាងណានៅក្នុងការស្ដែងចេញមកក្រៅនៃការយកអ្នកដទៃដាក់ក្រោមបាតជើងរបស់ខ្លួនបានបង្ហាញថាអ្នកដឹកនាំទាំងនេះប្រហែលជាធ្វើបាបបុគ្គលិកនិងកម្មករណាស់ហើយអៀវកាឡាបានលេងល្បែងដ៏ជឿចាប់មួយជាមួយទៅនឹងបុគ្គលិកផ្នែកប្រតិបត្តិការរបស់គេដើម្បីធ្វើឲ្យពួកគេបាក់ស្បាក់ Jerry Levin នៃក្រុមហ៊ុន Time Warner ត្រូវបានក្រុមការងាររបស់គេប្រៀបធៀបទៅនឹងព្រះចៅអធិរាជរ៉ូម៉ាំងដ៏ព្រៃផ្សៃ Caligula Scaling ល្បីខាងចំអកយ៉ាងឃោរឃៅទៅលើអ្នកដែលមិនឆ្លាតដូចគេ Howard Hornstein ជាអ្នកជំនាញនៃភាពដឹកនាំនៅក្នុងអាជីវកម្មបានសរសេរនៅក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា Prudent Bosses ចៅហ្វាយដ៏ព្រៃផ្សៃថាការបំពេញនេះតំណាងឲ្យមហិច្ឆតារបស់ចៅហ្វាយងាយនៅក្នុងការបំពេញឲ្យគេមានអារម្មណ៍ថាមានធម៌ពលសមត្ថភាពនិងតម្លៃក្រោមការលះបង់របស់អ្នកក្រុមបង្គាប់តើអ្នកនៅបានទេថាអ្នកដែលមានផ្នត់គំនិតទេប្រៀបធៀបខ្លួនគេជាមួយនឹងអ្នកដែលអន់ជាងគេយ៉ាងដូចម្តេចវាស្ថិតនៅក្នុងគោលការណ៍ដូចគ្នាប៉ុន្តែមានភាពខុសគ្នាដ៏សំខាន់មួយគឺចៅហ្វាយទាំងនេះមានអំណាចធ្វើឲ្យអ្នកដទៃអន់តែម្ដងហើយនៅពេលដែលគេធ្វើបែបនោះគេមានអារម្មណ៍ល្អចំពោះខ្លួនឯង Hornstein បានរៀបរាប់អំពី Paul Kasarin ដែលជាអតីត CEO នៃក្រុមហ៊ុន Sabin Orster គេបានហៅខ្លួនឯងថាជាមនុស្សល្អឥតខ្ចោះ
ហើយវាគឺជាពាក្យសំសម្រាលនៃអ្នកបំពានទៅវិញទេគេបានគប់របស់របរដាក់អ្នកក្រោមបង្គាប់នៅពេលដែលពួកគេធ្វើឲ្យគេមិនសប្បាយចិត្តថ្ងៃមួយបន្ទាប់ពីអ្នកគាត់បញ្ជីបានធ្វើឲ្យលោក Gazerian មិនពេញចិត្តគេក៏បានឃើញដបទឹកក្រូចមួយកំប៉ុងហោះមករកគេភ្លាមៗពេលខ្លះជនរងគ្រោះគឺជាអ្នកដែលច្បាយចាត់ទុកថាគឺជាមនុស្សដែលមិនសូវពូកែវាអាចជួយបំពេញអារម្មណ៍នៃភាពអស្ចារ្យលើអ្នកដទៃបានប៉ុន្តែជាទូទៅជនរងគ្រោះនឹងជាអ្នកមានសមត្ថភាពបំផុតពីព្រោះពួកគេគឺជាអ្នកដែលបង្ហាញនៅការគំរាមកំហែងយ៉ាងខ្លាំងទៅកាន់ច្បាយដែលមានប្រតិទិដោយខ្លួនដែលខ្លាចកូនចៅពូកែជាងខ្លួន វិស្វករនៅកន្លែងសាងសង់យន្តហោះធំមួយត្រូវបានលោក Hornstein សម្ភាសន៍អំពីចង្វាយរបស់គេគេរៀបរាប់ថាផ្ទាំងស៊ីបរបស់គាត់គឺជាអ្នកដែលមានសមត្ថភាពបំផុតដូចជាពួកយើងអញ្ចឹងខ្ញុំចង់និយាយថាបើសិនបើគាត់មិនពិតជាខ្វល់ខ្វាយពីការងាររបស់យើងមែននោះគាត់នឹងមិនរិះគន់អ្នកដែលធ្វើការបានល្អបំផុតនោះទេប៉ុន្តែប្រសិនបើអ្នកខ្វល់ខ្វាយពីសមត្ថភាពរបស់ខ្លួនវិញនោះទើបអ្នកធ្វើដូច្នេះនៅពេលដែលចង្វាយមិនសប្បាយចិត្តវានឹងមានការផ្លាស់ប្ដូរកើតឡើង គ្រប់យ៉ាងចាប់ផ្ដើមបង្វែរការយកចិត្តទុកដាក់ទៅរកសេចក្តីសោមនស្សរបស់ច្បាយវិញពីក្រុមហ៊ុនល្អទៅល្អប្រសើរ Collins បានកត់សម្គាល់ថានៅក្នុងក្រុមហ៊ុនដែលប្រកួតប្រជែងជាមួយគាត់ជាច្រើនក្រុមហ៊ុនដែលមិនអាចអភិវឌ្ឍពីល្អទៅល្អប្រសើរបានគឺក្រុមហ៊ុនដែលធ្លាក់ពីកម្រិតល្អអស្ចារ្យមកវិញអ្នកដឹកនាំរបស់គេបានខ្លាចជាបញ្ហាដ៏សំខាន់ដែលពួកគេព្រួយបារម្ភគេពោលថានៅនាទីដែលអ្នកដឹកនាំធ្វើឲ្យរូបគេខ្លាចទៅជាបញ្ហាសំខាន់ដែលអ្នកទាំងឡាយត្រូវយកចិត្តទុកដាក់អ្វីដែលអ្នកទទួលបានមិនមែនជាភាពសំខាន់របស់គាត់នោះទេវាគឺជាភាពកំសោយនៃអ្នកដឹកនាំទៅវិញអ្នកក៏អាចអាក្រក់ជាងនេះទៅទៀតនៅអំឡុងឆ្នាំ1960និង1970ធនាគារ Chase Manhattan Bank ត្រូវបានកាន់កាប់ដោយ David Rockefeller ជាអ្នកដឹកនាំដែលជ្រុលនិយមយោងតាម Collins និង Porras រៀបរាប់នៅក្នុងសៀវភៅ Built to Last បង្ហាញថាបុគ្គលផ្នែកគ្រប់គ្រងរបស់គេរស់នៅជាមួយនឹងភាពភ័យខ្លាចនៃការបដិសេធពីមេរបស់ខ្លួនរៀងរាល់ថ្ងៃរពេលជិតផុតថ្ងៃនីមួយៗគេដកដង្ហើមធំយ៉ាងធូរស្រាលហើយពោលថាមួយថ្ងៃបានកន្លងផុតទៅទៀតហើយខ្ញុំគ្មានបញ្ហាអ្វីទេសូម្បីថ្ងៃជោគជ័យរបស់គេបានកន្លងផុតទៅយូរហើយក៏ដោយក៏អ្នកគ្រប់គ្រងជាន់ខ្ពស់ទាំង Line Senior Managers បដិសេធនៅក្នុងការបថុយបឋានប្រើគំនិតថ្មីដែលពីព្រោះគេខ្លាចថាលោក David អាចនឹងមិនពេញចិត្តបើតាមសេចក្តីរាយការណ៍របស់ Collins និង Porras បានឲ្យដឹងថា Ray McDonald នៃក្រុមហ៊ុន Burroughs បានចំអកឡកលើអ្នកគ្រប់គ្រងទាំងនោះជាសាធារណៈអំពីកំហុសផ្សេងៗក្នុងគោលបំណងបង្អាក់ការកែតម្រង់ថ្មីរបស់ពួកគេបើទោះបីជា Ralph បាននាំមុខក្រុមហ៊ុន IBM នៅក្នុងវិស័យកុំព្យូទ័រកាលពីដំបូងក៏ដោយលទ្ធផលចុងក្រោយគេក៏បានបិទវាដូចគ្នាដូចរឿងដូចគ្នានេះដែរកើតឡើងនៅក្រុមហ៊ុន Texas Instruments ដែលជាអ្នកដឹកនាំម្នាក់ទៀតនៅយុគដំបូងនៃវិស័យកុំព្យូទ័របើសិនបើ Mark Shepard និង Fred Bussey មិនចូលចិត្តការធ្វើបទបង្ហាញរបស់នរណាម្នាក់ទេពួកគេនឹងស្រែកឡើងឲ្យទះទុកខាងក្នុងគេបន្ទោសបង្អាប់វាគ្មិនទាំងនោះហើយគប់របស់ចោលមិនចម្លើយទេដែលបុគ្គលិករបស់ពួកគេបាត់បង់គំនិតអស់រលីងនៅពេលដែលចៅហ្វាយនេះខ្លាចទៅជាអ្នកត្រួតត្រានិងប្រមាថមើលងាយអ្នកក្រោមបង្គាប់ពួកគេដាក់ឲ្យអ្នកទាំងនោះមានប្រតិកម្មទេនេះមានន័យថាជំនួសឲ្យការរៀនការលូតលាស់និងដំណើរការក្រុមហ៊ុនទៅមុខគ្រប់គ្នាព្រួយបារម្ភខ្លាចគេត្រូវវាតម្លៃវាចាប់ផ្ដើមឡើងពីការព្រួយបារម្ភរបស់ចៅហ្វាយនេះដែលខ្លាចគេវាតម្លៃប៉ុន្តែវាបានបញ្ចុះទៅវិញមិនមែនតែចៅហ្វាយនេះនោះទេគឺជាមនុស្សគ្រប់គ្រងគ្រប់គ្នាតែម្ដងដែលខ្លាចគេវាតម្លៃវាពិបាកនៅក្នុងការកសាងកម្លាំងចិត្តនៅក្នុងនឹងគំនិតច្នៃប្រឌិតណាស់ខណៈពេលដែលក្រុមហ៊ុនទាំងមូលពោពេញដោយគំនិតថេរបែបនេះការប្រតិបត្តិរបស់អ្នកដឹកនាំដែលមានប្រវត្តិគំនិតរីកចម្រើន Andrew Carnegie ធ្លាប់និយាយថាខ្ញុំចង់ឲ្យភ្នូររបស់ខ្ញុំឆ្លាក់ពាក្យមួយឃ្លាថានេះជាបុគ្គលដែលមានចំណេះដឹងខ្ពង់ខ្ពស់ដែលអាចប្រើមនុស្សដែលពូកែជាងគេឲ្យធ្វើការបានតោះយើងសាកមើលបង្អួចមើលហើយឲ្យខ្យល់បរិសុទ្ធចូលមកបន្តិចអ្នកដែលមានផ្នត់គំនិតទេកំពុងតែថប់ដង្ហើមហើយទោះបីជាអ្នកដឹកនាំនោះទាំងនោះដើរមក
ដែលបានច្រើនឬមានមុខមាត់លំដាប់ពិភពលោកក៏ដោយពិភពលោករបស់ពួកគេពិតជាតូចចង្អៀតណាស់ពីព្រោះគំនិតរបស់គេមានតែរឿងមួយទេគឺបង្ហាញថាខ្ញុំមានសមត្ថភាពនៅពេលដែលអ្នកឈានជើងចូលទៅក្នុងពិភពនៃអ្នកដឹកនាំដែលមានផ្នត់គំនិតរីកចម្រើនគ្រប់យ៉ាងគឺផ្លាស់ប្ដូរវាមានរស្មីជាងមុនទូលាយជាងមុនហើយពោរពេញទៅដោយកម្លាំងនិងភាពដែលអាចជួយអ្នកប្រហែលជាគិតថាយ៉ាមើលទៅទំនងជាសប្បាយខ្ញុំមិនធ្លាប់គិតពីរឿងដឹកនាំអាជីវកម្មនោះទេប៉ុន្តែនៅពេលដែលខ្ញុំបានសិក្សាពីអ្វីដែលអ្នកដឹកនាំទាំងនេះបានធ្វើខ្ញុំមានអារម្មណ៍ថាវាដូចជារឿងដែលគួរឲ្យសប្បាយរីករាយបំផុតនៅលើលោកនេះខ្ញុំបានជ្រើសរើសអ្នកដឹកនាំ3រូបនៅក្នុងចំណោមពួកគេទាំងនោះដើម្បីស្វែងរកពីភាពផ្ទុយគ្នាទៅនឹងអ្នកដឹកនាំដែលមានផ្នត់គំនិតទេខ្ញុំជ្រើសយកតែ Jack Welch មកពីក្រុមហ៊ុន General Electric ពីព្រោះពួកគេគឺជាបុគ្គលដែលគួរឲ្យ remember មួយរូបដែលព្យាយាមគ្រប់គ្រងភាពអាត្មានិយមរបស់គេមិនបញ្ចេញក្រៅជាមិនបញ្ចេញមកក្រៅជាមនុស្សដែលមានផ្នត់គំនិតរីកចម្រើនមិនទាមទារការចាប់អារម្មណ៍ពីអ្នកដទៃខ្ញុំក៏បានជ្រើសរើសលោក Low Charles Journal បរិះដែលបានចូលមកជួយសង្គ្រោះក្រុមហ៊ុន IBM និង Annie Mukherjee ជាស្ត្រីដែលបានធ្វើឲ្យក្រុមហ៊ុន Exxaro រស់រានមានជីវិតឡើងវិញដែលផ្ទុយពី Alfred Dunlap ដែលជាអ្នកជំនាញខាងផ្លាស់ប្ដូរពីអាក្រក់មកល្អនិងល្អមកអាក្រក់វិញ Jack Welch Logany និង Annie Mukherjee ក៏គួរឲ្យចាប់អារម្មណ៍ដែរដោយសារតែពួកគេបានវិវត្តក្រុមហ៊ុនរបស់គេពួកគេបានបញ្ជៀសផ្លូវគំនិតថេរទៅម្ខាងហើយដាក់បញ្ចូលនៅវប្បធម៌នៃការអភិវឌ្ឍនិងការធ្វើការងារជាក្រុមឲ្យដំណើរការវិញឃើញ Girl និង Gartner ផ្លាស់ប្ដូរ IBM អ្នកក៏អាចស្រមៃពីការផ្លាស់ប្ដូររបស់ Enroll បានដូចគ្នាព្រោះស្ថានភាព Enroll ក៏មិនខុសពី IBM ប៉ុន្មានដែរដោយជាអ្នកដឹកនាំដែលមានផ្នត់គំនិតរីកចម្រើនពួកគេចាប់ផ្ដើមមានជំនឿលើសក្តានុពលនិងការអភិវឌ្ឍរបស់មនុស្សទាំងចំពោះខ្លួនគេផ្ទាល់រួមទាំងអ្នកដទៃផងដែរជំនួសឲ្យការប្រើប្រាស់ក្រុមហ៊ុនជាស្ពានចម្លងភាពអស្ចារ្យរបស់គេពួកគេប្រើវាគឺជាកម្លាំងជំរុញការអភិវឌ្ឍសម្រាប់ខ្លួនគេបុគ្គលិកនិងក្រុមហ៊ុនទាំងមូល Warren Bennis បាននិយាយថាការប្រើភាពជាចៅហ្វាយនាយច្រើនពេកគឺបានតែទៅនេះបន្តិចទៅនោះបន្តិចតែមិនដឹងទៅណាឲ្យប្រកបទេយ៉ាងណាមិញអ្នកទាំងនេះមិនមែនអញ្ចឹងឡើយគេមិនខ្វល់អំពីភាពជាសាច់អ្វីទេគេខ្វល់តែអំពីដំណើរទៅមុខយ៉ាងមុខប៉ុណ្ណោះដែលដំណើរនេះរួមបញ្ចូលនឹងការរៀននិងភាពសប្បាយរីករាយមកជាមួយផងដែរសម្រាប់ Jack គឺស្ដាប់ផ្ដល់មុខមាត់និងអប់រំនៅពេលដែល Jack Welch កាន់កាប់ក្រុមហ៊ុន GE General Electric នៅឆ្នាំ1980ក្រុមហ៊ុនទាំងមូលមានតម្លៃ$14,000 លាន20ឆ្នាំក្រោយមកវាត្រូវបាន Wall Street ឲ្យតម្លៃស្មើនឹង$490,000 លានដែលធ្វើឲ្យក្រុមហ៊ុននេះក្លាយខ្លួនជាក្រុមហ៊ុនដែលមានតម្លៃខ្ពស់ជាងគេបំផុតនៅលើលោកទស្សនាវដ្តី Fortune បានឲ្យឈ្មោះ Jack ថាគឺជា CEO ដែលគួរឲ្យកោតសរសើរគួរឲ្យរៀនសូត្រតាមនិងគួរឲ្យយកជាគំរូជាទីបំផុតឥទ្ធិពលសេដ្ឋកិច្ចសរុបរបស់គេគឺមិនអាចគណនាឲ្យប្រកបបានទេប៉ុន្តែអ្វីដែលប្រកបបំផុតនោះគឺការធ្វើការងារក្រុមហ៊ុនឥតមានឈប់ឈរឡើយតែចំពោះខ្ញុំអ្វីដែលធ្វើឲ្យខ្ញុំកាន់តែចាប់ចិត្តយ៉ាងខ្លាំងនោះគឺអត្ថបទវិចារណកថាមួយសន្លឹកនៅក្នុងកាសែត The New York Times ដែលសរសេរដោយលោក Steve Burnett CEO នៃក្រុមហ៊ុន Intuit ក៏បានសរសេរថាខ្ញុំបានសិក្សាអំពីការអប់រំបុគ្គលិកពីលោក Jack Welch កាលពីខ្ញុំនៅធ្វើការឲ្យក្រុមហ៊ុន General Electric គាត់បានទៅជួបទៅនឹងបុគ្គលិកផ្នែកជួរមុខដោយផ្ទាល់ដើម្បីស្វែងយល់ថាតើមានអ្វីកើតឡើងខ្លះមានពេលមួយនៅក្នុងឆ្នាំ1990ខ្ញុំបានឃើញគាត់នៅក្នុងរោងចក្រផលិតទូទឹកកកនៅ Louisville គាត់បានដើរទៅកន្លែងប្រជុំរបស់កម្មករដើម្បីស្ដាប់ឲ្យឮពីអ្វីដែលពួកគេនិយាយមកដល់ខ្ញុំគឺជា CEO ឧស្សាហ៍ជជែកលេងជាមួយនឹងបុគ្គលិកផ្នែកខាងមុខណាស់ហើយទាំងនេះខ្ញុំបានរៀនពីលោក Jack រូបភាពនេះបានបង្ហាញរឿងជាច្រើន Jack គឺជាបុគ្គលដ៏សែនរវល់ជាបុគ្គលមានមុខមាត់ម្នាក់ប៉ុន្តែគេមិនធ្វើដូច Ecola ដែលជាអ្នកថ្នាក់ដឹកនាំជាន់ខ្ពស់ចាត់ទុកអ្នកក្បែរខ្លួនជាអ្នកបម្រើនោះទេ Jack មិនដែលឈប់ទៅមើលរោងចក្រឈប់ស្ដាប់ពីអ្វីដែលកម្មករចង់និយាយឡើយពួកគេទាំងនេះគឺជាមនុស្សដែលគេគោរពគួររៀនសូត្រតាមនិងអប់រំបីបាច់ផងដែរគេសង្កត់ធ្ងន់ទៅលើការងារក្រុមមិនមែនផ្ដោតទៅលើ
យើងជាស្រេចនោះទេចាប់ពីការថ្លែងអំណរគុណនិងអារម្មណ៍កថារបស់អ្នកនិពន្ធនៅក្នុងជីវប្រវត្តិរបស់លោក Jack មកអ្នកនឹងឃើញពីភាពខុសគ្នាក្នុងនោះនឹងមិនមានពាក្យពោលថាខ្ញុំជាវីរបុរសដូចជាកុលាឬខ្ញុំជាតារាល្បីដូចជា Alfred Dunlap ឡើយប៉ុន្តែគេបានបង្ហាញឲ្យឃើញពីរឿងទាំងពីរនេះបានតាមរយៈសកម្មភាពនិងការគិតរបស់គេដោយមិនបាច់បរិយាយចេញមកទាំងនោះទេផ្ទុយមកវិញនៅក្នុងនោះបានរៀបរាប់ថាខ្ញុំមិនចង់ប្រើបរិសុទ្ធទី1សព្វនាមខ្ញុំចំពោះការរៀបរាប់នៅក្នុងសៀវភៅនេះទេស្ទើរតែគ្រប់រឿងដែលខ្ញុំបានធ្វើពេញមួយចែកជីវិតនេះត្រូវបានសម្រេចឡើងដោយមានការចូលរួមពីមនុស្សជាច្រើនសូមnote ថាគ្រប់ពេលដែលអ្នកឃើញពាក្យថាខ្ញុំនៅគ្រប់ទំព័រគឺសំដៅទៅដល់មិត្តរួមការងាររបស់ខ្ញុំមិត្តរបស់ខ្ញុំនិងបុគ្គលិកមួយចំនួនដែលខ្ញុំអាចនឹងភ្លេចរៀបរាប់ប្រាប់គេបានបញ្ជាក់ថាពួកគេទាំងនេះបានធ្វើឲ្យដំណើរជីវិតរបស់ខ្ញុំមានភាពសប្បាយរីករាយជាខ្លាំងនិងរៀនសូត្របានយ៉ាងច្រើនពួកគេតែងតែធ្វើឲ្យខ្ញុំមើលទៅល្អលើសពីអ្វីដែលខ្ញុំទៅទៀតយើងអាចមើលឃើញហើយថាពាក្យខ្ញុំរបស់ CEO ដែលស្រែកឃ្លាមុខមាត់ជាខ្លាំងនោះបានក្លាយទៅជាពាក្យពួកយើងរបស់អ្នកដែលមានផ្នត់គំនិតរីកចម្រើនវិញគួរឲ្យចាប់អារម្មណ៍ណាស់មុនពេលដែល Jack អាចបញ្ជៀសផ្លូវឲ្យផ្នត់គំនិតថេរចេញពីក្រុមហ៊ុនគេត្រូវបញ្ជៀសវាចេញពីខ្លួនរបស់គេជាមុនសិនខ្ញុំហ៊ាននិយាយថា Jack មានដំណើរផ្លូវវែងឆ្ងាញ់ណាស់គេកាលពីមុនមិនមែនជាប្រភេទអ្នកដឹកនាំដែលគេចង់ធ្វើនោះទេមានម្ដងពេលដែល Jack ត្រូវបានគេគ្រងនឹងដំឡើងឋានៈឲ្យគេខាងផ្នែកធនធានមនុស្សនៃក្រុមហ៊ុន General Electric បានសរសេរព្រមានមួយគាត់បានកត់សម្គាល់ឃើញអ្វីដែលក្រៅអំពីចំណុចខ្លាំងជាច្រើនរបស់ Jack លោកពោលថាការតែងតាំងនេះនឹងនាំមកនូវការប្រថុយប្រថានជាច្រើនជាងសមមួយដងគាត់ក៏បានបន្តទៀតថា Jack គឺជាមនុស្សឆ្មើងឆ្មៃរសារពាក្យរិះគន់និងពឹងផ្អែកទៅលើទេពកោសល្យរបស់គេជ្រុលមិនសូវខិតខំធ្វើការអស់ពីលទ្ធភាពនិងជឿជាក់ទៅលើបុគ្គលិកដែលមានចំណេះដឹងឡើយវាមិនមែនជាសញ្ញាល្អនោះទេជាកសលពេលដែលភាពជោគជ័យរបស់គេបានវិលមកក្នុងខួរក្បាលគេទទួលបានសញ្ញាដាស់តឿនមួយថ្ងៃមួយបណ្ឌិតវ័យក្មេង Jack បានបំពាក់អាវធំដ៏ថ្លៃថ្នូរឡើងឡានអត់ដំបូលដ៏ថ្លៃរបស់គេបានចុចដំបូលចូលនៅក្នុងដើម្បីបង្ហាញពីភាពសង្ហារបស់គេក៏ដើម្បីស្រូបយកខ្យល់ធម្មជាតិផងដែរតែព្រាមនោះអ្វីដែលគេទទួលបានមិនមែនជាខ្យល់ធម្មជាតិនោះទេវាគឺជាប្រេងពណ៌ខ្មៅដ៏កខ្វក់ដែលបានសាចចូលមកក្នុងឡានធ្វើឲ្យប្រឡាក់គុយអាវធំរបស់គេរួមទាំងរថយន្តសំណប់ចិត្តដែលគេលេងពណ៌យ៉ាងស្រស់ស្អាតអស់រលីងគេបានប្រាប់ថាការនោះខ្ញុំគិតថាខ្ញុំអស្ចារ្យណាស់តែរឿងនោះបានធ្វើឲ្យខ្ញុំភ្ញាក់ពីវង្វេងឡើងបែរមកមើលពីការពិតជាក់ស្ដែងវិញវាគឺជាមេរៀនដ៏ល្អមួយនៅមានចម្ពោះមួយចំណងជើងថាគិតពីខ្លួនឯងជ្រុលពេកតែពន្យាអំពីគ្រាដែលកំពុងតែអឺពីពណ៌នេះអំពីគ្រាដែលគេកំពុងតែជ្រក់វង្វេងនឹងស្នាដៃរបស់ខ្លួនហើយយល់ថាគេមិនចេះខុសសោះឡើយក្រោយមកគេក៏បានទិញក្រុមហ៊ុន Kidder Peabody ជាធនាគារវិនិយោគមួយនៅក្នុងតារាង Wall Street ដែលមានវប្បធម៌ដូចទៅនឹងក្រុមហ៊ុន Enron ដូចនេះវាគឺជាគ្រោះថ្នាក់គ្រោះមហន្តរាយមួយដែលក្រុមហ៊ុន General ខាតបង់ប្រាក់អស់រាប់លានដុល្លារគេពោលថាបទពិសោធន៍របស់KD បានធ្វើឲ្យខ្ញុំ remember ជានិច្ចវាបានរៀនគេថារវាងការមានទំនុកចិត្តនិងការមានអំនួតលើខ្លួនឯងមានស្ថានភាពដ៏គ្រោះថ្នាក់តែមួយប៉ុណ្ណោះបើការមានទំនុកចិត្តមិនធ្វើឲ្យគេគ្រោះថ្នាក់នោះគឺមានអំនួតធ្វើឲ្យគេគ្រោះថ្នាក់ចំពោះលើកនេះគេមានអំនួតបានឈ្នះហើយវាបានផ្ដល់មេរៀនមួយដល់ខ្ញុំដែលមនុស្សម្នាក់នេះគ្មានថ្ងៃនឹងបំភ្លេចបានអ្វីដែលគេបានរៀននោះគឺការមានទំនុកចិត្តលើខ្លួនឯងពិតប្រាកដគឺជាកម្លាំងចិត្តដែលអាចបើកចិត្តទទួលយកការផ្លាស់ប្ដូរនិងគំនិតថ្មីៗពីអ្នកដទៃការមានទំនុកចិត្តលើខ្លួនឯងគឺពិតជាអាចគឺគឺការមិនសម្លឹងឃើញកិត្តិស័ព្ទជាធំមិនប្រោតទៅលើសម្លៀកបំពាក់ថ្លៃៗឡានទំនើបឬទ្រព្យសម្បត្តិឡើយវាគឺប្រោតទៅលើផ្នត់គំនិតរបស់អ្នកនៅក្នុងការត្រៀមខ្លួនដើម្បីអភិវឌ្ឍការដាក់ខ្លួនគឺជាការចាប់ផ្ដើមដ៏ល្អចុះចំណែកជំនាញគ្រប់គ្រងវិញគេត្រូវមានជំនាញរបៀបណាដែរផ្អែកទៅលើបទពិសោធន៍ជាក់ស្ដែងរបស់គេចេះបានរៀនកាន់តែច្រើនទៅអំពីប្រភេទអ្នកគ្រប់គ្រងដែលគេចង់ខ្លាចខ្លួនទៅជានោះគឺជាអ្នកដឹកនាំដែលមានផ្នត់គំនិតរីកចម្រើនដែលដើរតួជាអ្នកដឹកនាំផ្លូវមិនមែនជាអ្នកចាប់កំហុសនិងវាតម្លៃនោះទេកាលអំពី Jack នៅជាវិស្វករវ័យក្មេងនៅក្រុមហ៊ុន General គេបានបង្កមានការផ្ទុះសារធាតុគីមីដែលធ្វើឲ្យប៉ើងដំបូលអគារដែលគេធ្វើការហើយក្តីពិតភ័យនឹងអ្វីដែលបានកើតឡើង
គេបានបើកឡានទាំងយកខ្លួនចម្ងាយរាប់រយម៉ាយល៍ទៅកាន់ទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនដើម្បីត្រៀមខ្លួនប្រឈមមុខទៅនឹងការស្ដីបន្ទោសដែលនឹងកើតមាននិងពន្យល់ពីដំណើររឿងរបស់គេទៅកាន់ចង្វាញ់យេប៉ុន្តែនៅពេលដែលគេបានទៅដល់ទីនោះអ្វីដែលគេទទួលបាននោះគឺការយោគយល់និងការជួយទំនុកបម្រុងដែលវាផ្ទុយពីការគិតរបស់គេស្រឡះវាគឺជារឿងមួយដែលគេមិនដាច់ប្រយោជន៍គេពោលថាប្រតិកម្មរបស់ Shelly បានធ្វើឲ្យខ្ញុំរំភើបចិត្តជាខ្លាំងប្រសិនបើយើងគ្រប់គ្រងមនុស្សដែលហ៊ានទទួលខុសត្រូវចំពោះបញ្ហាដែលគេបានបង្កឡើងអ្វីដែលយើងត្រូវធ្វើគឺជួយពួកគេជំនះលើបញ្ហានោះគេរៀនអំពីរបៀបជ្រើសរើសមនុស្សដោយផ្អែកទៅលើផ្នត់គំនិតរបស់ពួកគេមិនមែនស្ដីស្ថិតលើគេមកពីណានោះទេដំបូងឡើយអ្នកដែលមានប្រភពសិក្សាល្អជាអ្វីដែលគេឲ្យតម្លៃគេបានជួលវិស្វករមកពីសាលា MIT Princeton និង Caltech ប៉ុន្តែក្រោយមកមិនយូរប៉ុន្មានគេទើបតែយល់ថាមិនមែនជាអ្វីដែលគេចង់បាននោះទេគេប្រាប់ថាចុងក្រោយខ្ញុំបានសិក្សាឃើញថាខ្ញុំចង់បានមនុស្សដែលមានក្តីស្រឡាញ់ចំពោះការងារនិងមានចំណង់នៅក្នុងការសម្រេចការងារប្រវត្តិរូបមិនអាចបង្ហាញពីការពេញចិត្តពីខាងក្នុងបានទេក្រោយមកឱកាសក្លាយទៅជា CEO ក៏បានមកដល់អ្នកឈ្មោះទាំង3នាក់ត្រូវបានបញ្ចូល CEO បច្ចុប្បន្នយ៉ាងណាឲ្យជឿថាគេមានសមត្ថភាពស័ក្តិសមនឹងមុខតំណែងនេះចំណែកឯ Jack Ma គេបែរជាបញ្ចូលខ្លួនគេគាត់ឲ្យជឿលើសមត្ថភាពដែលអាចរីកចម្រើនទៅមុខរបស់គេវិញគេមិនបានអះអាងថាខ្លួនគឺជាមនុស្សដែលមានទេពកោសល្យអស្ចារ្យឬសំអាងថាគេគឺជាអ្នកនាំដ៏ល្អបំផុតដែលមិនធ្លាប់មាននោះទេអ្វីដែលគេធ្វើគឺគ្រាន់តែសន្យាគេនឹងធ្វើឲ្យក្រុមហ៊ុនរីកចម្រើនទៅមុខចុងក្រោយគេក៏បានទទួលតំណែងនោះហើយគោរពទៅតាមសន្យារបស់គេបានយ៉ាងល្អភ្លាមៗនោះគេបានបើកកិច្ចពិភាក្សានឹងប៉ុស្តិ៍សម្រាប់ក្រុមហ៊ុនមួយដើម្បីទទួលបានការវិតម្លៃដ៏ស្មោះត្រង់ពីបុគ្គលិកគ្រប់រូបគេបានចាប់ផ្ដើមធ្វើការយ៉ាងរហ័សដោយសាកសួរទៅកាន់អ្នកប្រតិបត្តិការទាំងឡាយណាថាតើពួកគេចូលចិត្តអ្វីមិនចូលចិត្តអ្វីអំពីក្រុមហ៊ុននិងអ្វីដែលគេគិតថាគួរតែផ្លាស់ប្ដូរអ្នកទាំងអស់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងតាំងពីដើមមកគឺគេត្រូវបានទម្លាក់នឹងរឿងគប់គងចៅហ្វាយនេះរហូតហើយពេលនេះគេបានមកសួរយ៉ាងដូចនេះវាធ្វើឲ្យគេកៀងនៅក្នុងការឆ្លើយសំណួរនេះជាខ្លាំងបន្ទាប់មកគេបានធ្វើឲ្យរីករាលដាលនៅពាក្យមួយឃ្លាថាក្រុមហ៊ុននេះគឺផ្ដោតទៅលើភាពរីកចម្រើនមិនសំខាន់ទៅលើមុខមាត់របស់អ្នកណាឡើយគេបានលុបរបស់របបអភិជនចោលដែលវាផ្ទុយពីអ្នកដឹកនាំដែលមានផ្នត់គំនិតទេមានយប់មួយ Checker បានទៅក្លឹបបុគ្គលិកប្រតិបត្តិការជាន់ខ្ពស់នៅ General ដែលត្រូវបានគេចាត់ទុកថាគឺជាកន្លែងនៃអ្នកដឹកនាំក្រុមហ៊ុនទៅមុខពួកគេបានភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែល Jack មិនត្រឹមតែមិនសរសើរថាពួកគេអស្ចារ្យឡើយថែមទាំងប្រាប់ពួកគេថាខ្ញុំមិនឃើញអ្វីដែលអ្នកធ្វើនោះគឺមានតម្លៃទេផ្ទុយទៅវិញគេបែរជាស្នើឲ្យពួកគេគិតអំពីតួនាទីដែលមានប្រយោជន៍ជាងនេះសម្រាប់ខ្លួនគេនិងក្រុមហ៊ុនទាំងមូលមួយខែក្រោយមកប្រធានក្លឹបនោះបានមករក Jake ហើយប្រាប់អំពីគំនិតថ្មីមួយដែលគេយល់ឃើញថានោះគឺជាការកែប្រែក្លឹបនោះមកជាកម្លាំងនៃអ្នកស្ម័គ្រចិត្តនៅក្នុងសហគមន៍វិញ20ឆ្នាំក្រោយមកកម្មវិធីនោះបានបើកទូលាយទៅដល់បុគ្គលិកទាំងអស់ដែលមានសមាជិកប្រមាណជា42,000នាក់ពួកគេបានដំណើរការកម្មវិធីបង្វឹកណែនាំ mentoring program នៅតាមសាលានៅក្នុងទីក្រុងសួនច្បារតាមអគារកន្លែងកម្សាន្តនិងតាមបណ្ណាល័យដើម្បីតម្រូវការនៅក្នុងសហគមន៍ពួកគេពេលនេះបានចែករំលែកភាពរីកចម្រើនទៅកាន់អ្នកដទៃមិនមែនជាភាពអាត្មានិយមរបស់គេឡើយគេបានបំបត្តិចោលនូវភាពឃោរឃៅរបស់ច្បាយនីយីក៏អត់ឱននិងសរសើរច្បាយនីដែលឃោរឃៅដែលអាចឲ្យកម្មករធ្វើបាល់ដែលវាបានជួយឲ្យគេកើនចំណូលចែកសារភាពថារូបគេផ្ទាល់ក៏ធ្លាប់គិតពីរឿងនេះដែរប៉ុន្តែនៅក្នុងស្ថាប័នដែលគេកំពុងតែគ្រប់គ្រងមិនអាចឲ្យគេធ្វើទៅបានឡើយហើយចំពោះមុខគ្រប់គ្រងអ្នកគ្រប់គ្រង500នាក់គេបានប្រកាសថាខ្ញុំបានបញ្យល់ពីមូលហេតុដែលមន្ត្រីសាជីវកម្ម Corporate Officer មួយចំនួនត្រូវបានសុំលាឈប់នៅឆ្នាំដំបូងរបស់ពួកគេបើទោះបីជាគេអាចរកជំនួសឲ្យក្រុមហ៊ុនបានច្រើនប៉ុណ្ណាក៏ដោយតែពួកគេត្រូវចាកចេញដោយសារតែគេមិនបានអនុវត្តទៅតាមគុណតម្លៃរបស់យើងគឺពួកគេបានប្រើប្រាស់វិធីសាស្ត្រមិនត្រឹមត្រូវបច្ចុប្បន្ននេះវិធីសាស្ត្រដែលយើងប្រើសម្រាប់បង្កើនផលិតផលរបស់បុគ្គលិកគឺការណែនាំបង្វឹកមិនមែនជាការធ្វើភាវកម្មទេហើយគេបានផ្ដល់រង្វាន់សម្រាប់ការធ្វើការងារជាក្រុមជាជាងការដែលពូកែធ្វើការងារតែម្នាក់ឯងជាច្រើនឆ្នាំក្រុមហ៊ុន General ដែលដូចជា Enroll ដែរធ្លាប់ឲ្យរង្វាន់លើកទឹកចិត្តទៅដល់បុគ្គលិកពូកែម្នាក់មានកំណត់ល្អមួយប៉ុន្តែឥឡូវនេះ Jack Welch បានឲ្យរង្វាន់ទៅដល់បុគ្គលិកជាក្រុមដែលបានបង្កើតគំនិតច្រើន
ហុចផលច្រើនទៅវិញគេបានបន្តថាជាលទ្ធផលអ្នកដឹកនាំទាំងឡាយត្រូវបានលើកទឹកចិត្តឲ្យចែកគុណសម្បត្តិដែលទទួលបានពីគំនិតល្អៗនោះជាមួយនឹងក្រុមរបស់គេជាជាងការយកមុខមាត់តែម្នាក់ឯងវាបានធ្វើឲ្យមានភាពខុសគ្នាយ៉ាងខ្លាំងនៅក្នុងទំនាក់ទំនងរបស់ពួកគេ Jack Welch មិនមែនជាមនុស្សល្អឥតខ្ចោះនោះទេប៉ុន្តែគេបានលះបង់ដើម្បីភាពរីកចម្រើនការលះបង់នេះបានលាក់បំពួននូវសេចក្តីអាត្មានិយមរបស់គេហើយវាបានផ្សារភ្ជាប់រូបគេជាមួយនឹងការពិតរួមទាំងបានធ្វើឲ្យគេមានទំនាក់ទំនងល្អជាមួយនឹងអ្នកដទៃតាមរយៈភាពមិនមានមនុស្សធម៌របស់គេទៀតផងនៅទីបញ្ចប់វាបានធ្វើឲ្យដំណើរផ្លូវរបស់គេមានភាពរុងរឿងឧត្តមនិងជួយមនុស្សបានរាប់ពាន់នាក់